ស្ដីកូនកូនអក្សរ M របស់យើងក៏បានកន្លងផុតទៅហើយអត់មានជឿជាក់និងសង្ឃឹមថាកូនកូននឹងអាចចេះសរសេរអក្សរ M ហើយណាអញ្ចឹងអក្សរបន្ទាប់ដែលអត់មានបានប្រាប់កាលពីមេរៀនមុនហ្នឹងគឺយើងត្រូវសិក្សាអំពីអក្សរ N អញ្ចឹងអក្សរ N សរសេរបែបម៉េចហើយទម្រង់វាបែបម៉េចអត់មាននឹងដាក់ជូនទស្សនាចានេះគឺជាទម្រង់របស់អក្សរ N អញ្ចឹងអក្សរ N នេះគឺមានទម្រង់បែបនេះហើយការសរសេរបែបណានោះតើកូនកូនកុំភ្លេចត្រៀមប៊ិចសៀវភៅជាមួយនឹង admin ទាំងអស់គ្នាដើម្បីយើងមកសរសេរអក្សរ N ឲ្យបានត្រឹមត្រូវហើយយើងក៏ដូច admin បានបញ្ជាក់អញ្ចឹងថាកាន់តែគៀកចាប់តួអក្សរហើយកុំភ្លេចខិតខំឲ្យបានច្រើនណាតោះយើងចាប់ប៊ិចចាប់សៀវភៅមកសរសេរជាមួយ admin ទាំងអស់គ្នាចាអក្សរ N គឺមានទម្រង់បែបនេះគឺយើងគូរពីក្រោមឡើងទៅខាងលើហើយក៏កាច់មកខាងក្រោមវិញហើយក៏ឡើងទៅលើវិញបែបនេះគឺយើងបង្កើតបានទៅជាអក្សរ N អញ្ចឹងបងប្អូនសរសេរវាឲ្យច្រើនបន្តិចមកបែបនេះណាអញ្ចឹងសរសេរវាឲ្យច្រើនណានេះគឺជាអក្សរ N អញ្ចឹងការសរសេរបងប្អូនឲ្យលៃលោកធ្វើម៉េចឲ្យស្អាតជាង admin ពួក admin ដូចបញ្ជាក់ឲ្យបញ្ជាក់ទៀតអញ្ចឹងថាអក្សរ admin តាមពីដើមមកគឺមិនដែលចេះស្អាតនឹងគេទេអញ្ចឹងអក្សរ N ធំគឺមានទម្រង់បែបនេះហើយ admin នឹងបញ្ជាក់ថាតើការសរសេរមានរបៀបណាអញ្ចឹងបន្ទាប់មុនហ្នឹងគឺយើងសិក្សាអំពីអក្សរ N តូចចា N តូចសរសេរបែបម៉េចគឺរបៀបនេះទៀតហើយណាកូនកូនអញ្ចឹងការសរសេរចាំ admin នឹងបញ្យល់កូនកូនតាមក្រោយថាការសរសេរបែបម៉េចឥឡូវ admin សុំសរសេរឲ្យចប់សិនអូខេអញ្ចឹងអក្សរ N ធំគឺយើងត្រូវគូសពីលើពីក្រោមនេះសំទោសពីក្រោមឡើងទៅលើបែបនេះណាកូនកូនណាហើយបន្ទាប់មកកូនកូនត្រូវគូសមកគៀនចុះមកក្រោមណាកាច់វាចុះមកក្រោមហើយគូសឡើងទៅលើវិញបែបនេះអញ្ចឹងគឺបង្កើតបានទៅជាអក្សរ N ធំ N ធំណាអញ្ចឹងទី1គឺបងប្អូនត្រូវគូសពីក្រោមឡើងទៅលើកាច់ចុះមកក្រោមផ្ដេកណាកូនកូនណាមើលadmin ឲ្យតន់ហើយក៏យើងគូសឡើងទៅលើវិញអញ្ចឹងបានបង្កើតបានទៅជាអក្សរ N ធំចំណែក N តូចវិញណាកូនកូនត្រូវមានជើងបែបនេះត្រង់នេះបន្តិចមកនេះយើងគូសចុះមកក្រោមហើយឡើងទៅលើវិញមកត្រង់នេះគឺបញ្ចេញមកបន្តិចហើយគូសមកដល់ក្រោមបែបនេះទី1ណាហើយយើងរុញវាឡើងទៅលើវិញនៅបន្ទាត់តែហើយកោងមកបែបនេះហើយក៏ចុះមកក្រោមវិញបែបនេះចាប់អត់មានប្របាក់វែងឆ្ងាយជាងនឹងទេណាកូនកូនណាការសរសេរគឺមានទម្រង់តែបែបហ្នឹងទេអញ្ចឹងអត់មានបញ្ជាក់ម្ដងទៀតណាកូនកូនអក្សរ N ធំគឺគូសពីក្រោមឡើងទៅលើកាច់ចុះមកក្រោមបែបនេះadmin សុំតោះដែលមានសំឡេងរំខានចូលបន្តិចមិញចាបន្តទៀតណាគឺយើងត្រូវគូសពីក្រោមឡើងទៅលើកាច់ចុះមកក្រោមវិញហើយរុញឡើងទៅលើបង្កើតបានទៅជាអក្សរ N ធំចំណែកឯ N តូចវិញណាកូនត្រូវគូសបែបនេះចុះមកក្រោមរុញឡើងទៅលើវិញជាទម្រង់កោងបែបនេះហើយកាច់ចុះមកក្រោមវិញអញ្ចឹងបង្កើតបានទៅជាអក្សរ N តូចអញ្ចឹងទាំង N ធំនិង N តូច admin បានបញ្យល់បកស្រាយអស់ហើយបើសិនជាមិនចេះត្រង់ណាអាច comment បានណាជាង admin បញ្យល់ម្ដងទៀតទី1ត្រូវគូសពីក្រោមឡើងទៅលើកាច់ចុះមកក្រោមវិញហើយក៏រុញឡើងទៅលើវិញបែបនេះបង្កើតបានទៅជាអក្សរ N ចំណែកអក្សរ N តូចវិញគឺគ្រាន់តែបងប្អូនកាច់ត្រង់នេះបន្តិចហើយអូសចុះមកក្រោមត្រង់អញ្ចឹងណាកូនកូន
ហើយរុញឡើងទៅលើវិញនៅត្រង់បន្ទាត់ដដែលកុំឲ្យខុសណាហើយក៏គូសកោងបែបនេះហើយក៏កាច់ចុះមកក្រោមវិញបង្កើតបានទៅជាអក្សរ N តូចចាអញ្ចឹងតែកូនចាប់អក្សរ N កូនត្រូវរៀនអក្សរអ្វីទៀតកូនណាដឹងបើកូនដឹងកូនពិតជាពូកែខ្លាំងមែនតែនចាបន្ទាប់ពីអក្សរ N ហើយយើងទៅសិក្សាអំពីអក្សរ អូចាអញ្ចឹងដើម្បីជួបគ្នានៅមេរៀនក្រោយកូនត្រូវចេះអក្សរ N ឲ្យច្បាស់សិនណាអញ្ចឹងវគ្គក្រោយយើងនឹងជួបគ្នានៅអក្សរ O បន្តទៀតអរគុណជម្រាបលា